ចាចឹងចឹងយើងមើលចំណោទទី4ឡានក្រុងចេញពីភ្នំពេញនៅម៉ោង 7 ព្រឹកទៅដល់សៀមរាបនៅម៉ោង 12:30 នាទីឡាននោះសម្រាប់ 30 នាទីចម្ងាយផ្លូវពីភ្នំពេញទៅសៀមរាបមាន 314 គីឡូម៉ែត្ររកល្បឿនឡាននោះចាអញ្ចឹងបងប្អូនមើលទាំងអស់គ្នាចំណោទនេះ សមត្ថកម្មគេឲ្យអីខ្លះចាអញ្ចឹងឡានចេញពីភ្នំពេញនៅម៉ោង 7 ព្រឹកទៅដល់សៀមរាបម៉ោង 12 កន្លះហ្នឹងយើងហៅថានេះណាភាសានិយាយគឺម៉ោង 12 កន្លះចាហើយគេសម្រាប់ 30 នាទីនេះថាសម្រាប់កន្លះម៉ោងហើយចម្ងាយផ្លូវពីភ្នំពេញទៅសៀមរាបហ្នឹងមានចម្ងាយ 314 គីឡូម៉ែត្រអញ្ចឹងគេរកល្បឿនចាអញ្ចឹងយើងធ្វើតាមប្រមាណវិធីរូបមន្តល្បឿនដដែលចាអញ្ចឹងយើងរកល្បឿនឡានចាអញ្ចឹងបងចេះរាប់ទេឥឡូវអ្នកគ្រូដាក់នាឡិកាឲ្យយើងរាប់ទាំងអស់គ្នាត្មងណា12 3 6 9ចាទៅនេះ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
តាចឹងឡានយើងឡានក្រុងយើងចេញម៉ោង 7 ឥឡូវយើងដាក់ទៅចំម៉ោង 7 ចុះនៅម៉ោង 7 ម៉ោង 7 ហើយទៅដល់ម៉ោង 12 នេះតាយើងរាប់ទាំងអស់គ្នាមើល 7 8 1ម៉ោង 8 9 2ម៉ោង 9 10 3ម៉ោង 10 11 4ម៉ោង 4ម៉ោង 11 12 5ម៉ោងទៅអត់ចា5ម៉ោងហើយ30នាទី30នាទីនោះសម្រាប់អញ្ចឹងគេថាមានរយៈពេល5ម៉ោងចាអញ្ចឹងរូបមន្ត v ស្មើ d ចែកដោយt អញ្ចឹងធាតុលំហាត់យើងគេប្រាប់យើងមានអីគេប្រាប់យើងចម្ងាយចអញ្ចឹងចម្ងាយចយើងមានហើយទាំងអក្សរ d ហើយនឹងt រយៈពេលក៏យើងដឹងដែរទៅអត់ចាអញ្ចឹងយើងរកល្បឿនអញ្ចឹងរូបមន្តហ្នឹងគឺយើងយកតាមនឹងហ្មងអត់មានដំណាទៀតទេចាអញ្ចឹងសេមកដោយ d យើងស្មើគេឲ្យមែន314 គីឡូម៉ែត្រ t យើងហប់មិញ 7 8 1ម៉ោង 8 9 2ម៉ោង 9 ទៅ 10 3ម៉ោង 10 11 4ម៉ោង 11 12 5ម៉ោងចាហើយអានៅសល់កន្លះម៉ោងយើងសម្រាប់អញ្ចឹងយើងដកវាចេញបូកទេអញ្ចឹងយើងរាប់បាន5ម៉ោងចាអញ្ចឹងអានេះដោយសារវាមាន5ម៉ោងហើយអត់មាននាទីទៀតទេអញ្ចឹងយើងអត់មានធ្វើប្រវាយវាទៀតទេអញ្ចឹងយើងយកវាមកចែកមកចាអញ្ចឹងយើងបានល្បឿនស្មើ314ចែកនឹង5តាអញ្ចឹងកូនចែកមក314ចែកនឹង5ចាតា314ចែកនឹង5កាត់វាបានប៉ុន្មានបើយើងកាត់វាមកខ្ទង់អត់បានទេដោយសារវាទូអញ្ចឹងយើងដាក់កាត់វា2ខ្ទង់ចាអញ្ចឹងចា31ចែកនឹង5បានប៉ុន្មានដងអញ្ចឹងអ្នកគ្រូដាក់5សល់ច្រើនពេកអញ្ចឹងអ្នកគ្រូដាក់6 5ដង30ចា1ដក0 1 3ដក3 0ចា4យើងតម្លាក់ចុះតាអញ្ចឹង14ចែក5បានប៉ុន្មានដងអញ្ចឹងយើងអ្នកគ្រូដាក់2 5 2ដង10ចា4ដក0 4 1ដក1 0ចាអញ្ចឹងយើងតម្លាក់អស់ហើយអញ្ចឹងអ្នកគ្រូថែម0ខាងនេះយើងថែមចុចដាក់ចុចចាអញ្ចឹងមក40ចែក5បានប៉ុន្មានដងកូនសូត្រមានលេខមកអញ្ចឹងអ្នកគ្រូដាក់8 5ដង40ស្មើអញ្ចឹងសំណល់យើងអត់មានទេ0អញ្ចឹងចម្លើយយើងចែកបាន 62.18 អញ្ចឹងល្បឿនយើងគិតជាគីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងបងប្អូនដាក់ដូចនេះមកដូចនេះ
គេសួរថាម៉េចដូចនេះល្បឿនដូចនេះល្បឿនឡានល្បឿនឡានយើងស្មើ 62.8 ចាអញ្ចឹងល្បឿនយើងឲ្យបាន 62.08 គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងចំណុចយើងបានប៉ុណ្នេះចាសង្ឃឹមថាបងប្អូននឹងយល់ចាអរគុណច្រើន